ជំរាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel YouTube Proti ជួបខ្ញុំម្ដងទៀតហើយនៅវីដេអូទី13ហើយនៅក្នុងคลิปវីដេអូចំណេះដឹងតាក់ទងទៅលើទូរស័ព្ទដៃនេះខ្ញុំសូមធ្វើការបង្ហាញបងប្អូននឹងពីរបៀបកំណត់ប៉ះពីដងភ្លើប៉ះពីដងងងឹតនៅលើទូរស័ព្ទដៃ Samsung ហើយខ្ញុំសូមធ្វើការបែរកាមេរ៉ាដើម្បីធ្វើការបង្ហាញបងប្អូនលម្អិតនៅលើទូរស័ព្ទដៃ Samsung ម្ដងនេះតែម្ដងកុំឲ្យយូរបាទជាដំបូងបងប្អូនដោះសោរួចហើយចុចចូលមកលើទូរស័ព្ទដៃមកបាទរួចហើយបងប្អូនរកមើលបាទកម្មវិធីបាទ setting ដែលមាននិមិត្តសញ្ញាកងចក្រនេះនៅលើភាសាខ្មែរគេដាក់ថាការកំណត់នៅលើភាសាអង់គ្លេសគេដាក់ថា setting ចុចចូលមករួចហើយបងប្អូន scroll ខាងក្រោមមកទៅរកមើលនិមិត្តសញ្ញាលេខបូកណាបាទនេះនិមិត្តសញ្ញាលេខបូកបែបហ្នឹងបាទហើយខាងក្នុងគឺមានពណ៌សហើយពុំព័ទ្ធដោយពណ៌លឿងខាងណាបាទនៅលើភាសាអង់គ្លេសគេដាក់ថាបាទ advanced feature ឬជាភាសាខ្មែរគេដាក់ថាមុខងារកម្រិតខ្ពស់ចុចចូលមកបាទបន្ទាប់ពីបងប្អូនចូលមកហើយបងប្អូនរកមើលពាក្យថាបាទ motion and បាទ gesture បាទនៅលើភាសាខ្មែរគេដាក់ថាចលនានិងកាយវិការចុចចូលមកបាទរួចហើយបងប្អូនស្រឡឹងមើលតែ3ខាងលើនឹងបានហើយណានៅខាងលើផុនគេដាក់ថាបាទ lift to wake បាទគឺមានន័យថាពេលបងប្អូនធ្វើការបើកសាឡបងមើលទៅពេលបងប្អូនធ្វើការបើកហើយបងប្អូនគ្រាន់តែបាទចាក់សោរួចហើយទុកឲ្យស្ងៀមបែបហ្នឹងបងប្អូនគ្រាន់តែលើកមកនោះនឹងចេញភ្លើងគឺមានន័យថាបាទលើកដាក់អេក្រង់បាទមកដល់ចំណុចនេះបងប្អូនគ្រាន់តែធ្វើការបាទឆូតអូសសោឬក៏ scan ខ្យោដៃទៅនេះជាការស្រាច់ហើយបងប្អូនមិនបាច់បាទចុចបេតុងនេះបាត់បើកទេប៉ុន្តែបើសិនបងប្អូនចង់ធ្វើការបាទបើកមុខងារបាទប៉ះពីដងឲ្យភ្លើបងប្អូនយកកន្លែងពាក្យថាបាទ double tap to turn on បាទ screen នេះឬជាភាសាខ្មែរគេដាក់ថាបាទប៉ះពីដងដើម្បីដាស់បើកអេក្រង់បាទបងប្អូនទាញកង្តាក់នឹងបើកមកនេះបងប្អូនបានមុខងារ2ហើយបាទមុខងារទី1បងប្អូនគ្រាន់តែបាទប៉ះពីដងឲ្យភ្លឺបែបនេះមករួចហើយធ្វើការបាទដោះសោជាការស្រេចហើយបងប្អូនមិនបាច់ចុចបេតុងនេះបាទនាំតែឆាប់ខូចទេណាបាទហើយបើសិនបងប្អូនចង់បានមុខងារមួយទៀតបាទប៉ះពីដងងឹតបងប្អូនយកពាក្យថាបាទ double tap បាទ to turn បាទ off screen នេះបងប្អូនទាញកង្តាក់នឹងបើកមកបាទតែប៉ុណ្ណឹងបងប្អូនបានមុខងារ3ណាបាទមុខងារទី1បើសិនជាបងប្អូនគ្រាន់តែទុកទូរស័ព្ទឲ្យស្ងៀមចេះរួចហើយលើកមកនឹងចេញភ្លើងប៉ុន្តែបើសិនបងប្អូនចង់ធ្វើការបិទវិញក៏បិទបានដែរនៅតែចិត្តចំចំណុចហ្នឹងណាបាទនេះបងប្អូនចូល setting ដដែលមកវាបងប្អូនទាញកង្តាក់នឹងបិទមកព្រោះតែបងប្អូនបានមុខងារ2ហើយគឺមុខងារប៉ះពីដងភ្លឺប៉ះពីដងងឹតបាទនេះលើគ្រាន់តែចង់ធ្វើការចាក់សោខ្ញុំមិនបាច់ចុចបាទបេតុង lock screen ហ្នឹងទេណាខ្ញុំគ្រាន់តែប៉ះពីដងធ្វើម៉េចប៉ះឲ្យចំកន្លែងយ៉ាងសាលាបងប្អូនកុំប៉ះឲ្យចំកម្មវិធីណាបាទនេះ1 2ប៉ះពីដងងឹតប៉ះពីដងភ្លឺបែបហ្នឹងណាបាទគឺងាយស្រួលបាទរួចបងប្អូនធ្វើការបាទឆូតអូសសោឬក៏ scan វាយកដៃទៅដើម្បីដោះសោដើម្បីចូលក្នុងបាទទូរស័ព្ទដើម្បីលេងទៅជាការស្រេចហើយពេលបងប្អូនលេងចប់វិញបងប្អូនចង់ទុកឲ្យរលត់ក៏បានឬមួយបងប្អូនចង់ធ្វើការបាទ lock screen ក៏បានពេលបងប្អូន lock screen បងប្អូនមិនបាច់ចុចបេតុងហ្នឹងទេបងប្អូនគ្រាន់តែយកម្រាមដៃបងប្អូនហ្នឹងធ្វើការប៉ះឲ្យញាប់បាទដើម្បីចាក់សោមក1 2បាទតែប៉ុណ្្នឹងទៅបាទរួចរាល់បាទហើយវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងបងប្អូនហើយមុននឹងឃ្លីបបងប្អូនទៅក៏សូមជូនពរជូនជ័យដល់បងប្អូនរកទទួលទីមានបានហើយបើសិនជារាល់ការនិយាយស្ដីរបស់ខ្ញុំមានលើសលុបខាតត្រង់ចំណុចណាខ្ញុំបាទក៏សូមខន្តីអភ័យទោសពីសំណាក់ពុកម៉ែបងប្អូនផងបាទនេះពីនេះដែរខ្ញុំបាទក៏សូមអរកាយជម្រាបលាជួបគ្នានៅវីដេអូក្រោយបាយបាយ